Wow, look at this អូខេអញ្ចឹងដូចរាល់ដងអញ្ចឹងខ្ញុំធ្វើការ select រូបបាទពី comment ពួកគាត់ comment មកហ្នឹងអញ្ចឹងដើម្បីធ្វើការ select តែម្ដងបាទអូខេខ្ញុំបានចុចបានហើយមិញបាទគឺរូបអូនយុទ្ធបាទអូនយុទ្ធអូខេខ្ញុំ save តែម្ដងអូខេខ្ញុំ save រួចហើយអញ្ចឹងមុននឹងធ្វើការបកស្រាយសូមបងប្អូនជួយ subscribe បាទហើយនឹង follow page របស់ខ្ញុំបាទ subscribe YouTube channel ហើយនឹង Facebook page ឈ្មោះមានពីរគឺម៉ាឌីសួងមួយទៀតគឺ Your Photo is Your Reward អូខេអញ្ចឹងចូលការបកស្រាយតែម្ដងអូខេអញ្ចឹងបងប្អូនយុទ្ធគាត់បានថតនេះហ្នឹងហើយគាត់ថតចេញពី Rexat ចំពោះទៅខាងកវិបាអញ្ចឹងដូចរាល់ដងគឺទី1គឺខ្ញុំនឹងនិយាយពីអ្វីដែលល្អរបស់គាត់ហើយទី2គឺអ្វីដែលយើងគួរកែតម្រូវឬក៏ជាយោបល់ទូចអូខេអញ្ចឹងចូលរូបរបស់យើងនេះបាទអញ្ចឹងទី1គឺរូបគាត់តើតើទៅនឹងគាត់ល្អតើតើទៅនឹង moment បាទ moment គឺយើងឃើញនេះគឺទូកហ្នឹងមកបាទទូកហ្នឹងធ្វើដំណើរពីខាងនេះមកគឺគាត់ចាំយកប្រឡោះកដាលតែម្ដងអញ្ចឹងប្រឡោះកដាលហ្នឹងគឺមានផ្ទៃកន្ត្រាស់ជាមួយនឹងផ្ទៃនេះផ្ទៃកសហ្នឹងអញ្ចឹងយើងផ្ទៃយើងសាកមើលទៅឃើញ subject សំខាន់តែម្ដងអញ្ចឹងផ្ទៃទាំងអស់ហ្នឹងគឺសំខាន់ណាស់ពណ៌សបាទវាជាមួយនឹង contrast ជាមួយនឹងពណ៌លក្ខណៈ contrast តែម្ដងបាទអញ្ចឹងទី2គឺគាត់ធ្វើបានល្អដែរតើតើទៅនឹងគាត់ចេះលេងជាមួយនឹង foreground នេះទាំងអស់នេះគឺហៅ foreground ស្មៅខាងមុខ foreground អញ្ចឹងគាត់មាន foreground គាត់មាន midground គឺ subject របស់គាត់គឺវិធានបទរបស់គាត់ហើយនឹង background អញ្ចឹងក្នុងនេះគឺគាត់មានជម្រៅរបស់គាត់បាទគាត់មាន layer របស់គាត់បាទ layer ទី1គឺ foreground នេះទី2គឺ midground បាទទី3គឺ background ខាងលើនេះបាទមានអាគារមាន មេឃអីហ្នឹងហើយនឹងអូខេនេះទី2ល្អទី2ល្អទី3គឺតកតងទៅនឹងគាត់ពលឺគាត់លេងបានល្អឃើញនេះមេឃខាងក្រោយនេះអ្នកមិនសូវចេះថតគឺឆេះហើយបាទតែគាត់ធ្វើបានល្អអាចថត raw យកមក post process ឬក៏បើសិនជាថតទូរស័ព្ទក៏មាន HDR ជួយបាទអញ្ចឹងគាត់ធ្វើបានល្អគ្រប់គ្រងពលឺបានល្អអញ្ចឹងទី3អញ្ចឹងទី3គឺការគ្រប់គ្រងបានល្អគ្រប់គ្រងពលឺបានល្អបាទអូខេអញ្ចឹងតកតងទៅនឹងចំណុចខ្វះខាតគឺដូចជាគាត់មានច្រើនទេដោយសារគាត់ទី1គឺគាត់ទុកអូខេទី1គាត់ទុកsubject គាត់គឺកណ្ដាលចំដងបាទចំកណ្ដាលហ្នឹងគឺអ្វីដែល subject យើងសំខាន់ណាស់អញ្ចឹងក្នុងន័យនេះគឺយើងអាចចាំបាច់ប្រព rule of third ទេបាទយើងឲ្យតែយើងមាន subject យើងឃើញ contrast ចេះមកល្អជាមួយនឹងមាន foreground មាន background ខាងក្រោយនេះគឺវាអាចទុកភ្នែកយើងបានអញ្ចឹងយើងមិនចាំបាច់គ្រប់ rule of third ទេអញ្ចឹងយើងមានតែប៉ុណ្ណេះគឺយើងអាចធ្វើឲ្យរូបយើងល្អបានហើយអូខេអញ្ចឹងបកមកយោបល់របស់ខ្ញុំអ្វីដែលគួរថែមឬក៏គួរនេះហ្នឹងគឺបានន័យថាគាត់មាន foreground គាត់មាន midground គាត់មាន background ហើយអស់ហើយអញ្ចឹងនៅឡើយយើងបើសម្រាប់ខ្ញុំណាគឺខ្ញុំអត់ចង់ឲ្យឃើញវាមានចុចកន្លែងនេះទេបាទចុចកែនេះណាបាទពណ៌សហ្នឹងហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យមានចុចហ្នឹងទី2គឺបើសិនជាខ្ញុំក្រប់កន្លែងនេះបាទព្រោះដោយសារយើងមើលអាគារខាងនេះគឺវាជាប់ជាមួយនឹង line ផ្ទៃ frame តែម្ដងអញ្ចឹងយើងគួរតែឲ្យអាហ្នឹងជាប់ជាមួយនឹងផ្ទៃ frame ដែរអញ្ចឹងបើយើងអាចក្រប់ចូលដើម្បីឲ្យវាចូលដូចគ្នាហ្មងគឺវា balance តែប៉ិតនេះ balance ហើយតែអ្វីដែលខ្ញុំប្រើរបស់នេះសម្រាប់ខ្ញុំគឺខ្ញុំមើលថាខាងនេះជាប់ខាងនោះខាងជាប់ដែរព្រោះខាងនោះមាន space ខាងនេះក៏ត្រូវមាន space ដែរសម្រាប់ខ្ញុំណាអញ្ចឹងខ្ញុំក្រប់ឲ្យបន្តិចដើម្បីជាឧទាហរណ៍ហើយតែប៉ុន្តែគាត់ល្អហើយបាទអញ្ចឹងគាត់អ្វីដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំចង់សាកបាទសាកតែទៅនឹងក្រប់អញ្ចឹងគាត់ល្អហើយអញ្ចឹងខ្ញុំអ្វីខ្ញុំចង់សាកតែក្រប់អញ្ចឹងយក original មកអញ្ចឹងឧទាហរណ៍ណាអញ្ចឹងខ្ញុំក្រប់ណាធ្វើជាប់ចឹងបាទនេះឃើញអាខាងនេះក៏ជាប់អានោះជាប់អញ្ចឹងបើសិនកន្លែងខាងនេះបើសិនជាចូលទៀតដើម្បីបាក់ចុចហ្នឹងណាអូខេតែម្ដងអញ្ចឹងនេះចូលតិចទៀតមកដើម្បីឲ្យ subject យើងនេះកណ្ដាលអញ្ចឹងអ្នកធ្លាក់អកទៀតអូខេបាទអញ្ចឹង subject យើងក៏នៅកណ្ដាលហើយខាងនេះក៏ជាប់ខាងនេះក៏ជាប់អញ្ចឹងពីមើលទៅវាពេញភ្នែកបាទអញ្ចឹងក៏ជាប់ខាងនេះក៏ជាប់ហើយនេះនៅកណ្ដាលចប់បាទនេះក៏បាក់ខ្លះដែរខាងនេះបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ជាការបញ្ចូលដល់រូបនេះមានល្អហើយនឹងស្ទើរតិចតួចតែវាសឹងតែ perfect ហើយអញ្ចឹងអូខេគួរចប់សម្រាប់បងប្អូនម្ចាស់រូបគឺបងប្អូនម្ចាស់រូបសប្បាយចិត្តក្នុងការអ្វីដែលបងបង្ហាញនេះអញ្ចឹងសម្រាប់បងប្អូនដទៃទៀតបើសិនមាន comment អីឬក៏ឃើញអីខុសច្រឡោះឬក៏អីចង់បន្ថែមអាច comment ខាងក្រោមបាទហើយនឹងអាច comment រូបខាងក្រោមដើម្បីខ្ញុំបន្តយករូបនោះមកធ្វើ breakdown ក៏ជាបរិយាយបន្ថែមទៀតអញ្ចឹងអូខេcomplete your photo is your reward ជួបគ្នាវីដេអូក្រោយបាទ